អ្នកអង្គការហ៊ុនតូបានចេញសេចក្តីបំភ្លឺជាសាធារណៈកាលពីថ្ងៃទី6 ខែឧសភាឆ្នាំ2026ដើម្បីបដិសេធការចោទប្រកាន់ដែលថាលោកជាថៅកែធំរបស់ក្រុមហ៊ុន Hui Won Phe ដែលកំពុងមានបញ្ហាជំរះបញ្ជីនិងទូទាត់សងក្នុងប្រាក់ជូនអតិថិជនបន្ទាប់ពីធនាគារជាតិកម្ពុជាប្រកាសបិទប្រតិបត្តិការរបស់ក្រុមហ៊ុននេះតាមសេចក្តីបំភ្លឺលោកហ៊ុនតូបានទទួលស្គាល់ថាកាលពីឆ្នាំ2020លោកពិតជាធ្លាប់កាន់ភាគហ៊ុនចំនួន 30% នៅក្នុងក្រុមហ៊ុន Hui Won Phe ប៉ុន្តែលោកបានបាត់បង់សិទ្ធិក្នុងការគ្រប់គ្រងនិងចាត់ចែងការងាររបស់ក្រុមហ៊ុនភ្លាមៗដោយសារលោកមិនបានបំពេញលក្ខខណ្ឌតាមលក្ខន្តិកៈក្រុមហ៊ុនពិសេសការមិនបានបង់ប្រាក់វិនិយោគ 30% ចូលក្រុមហ៊ុនសម្រាប់ប្រតិបត្តិការលោកបញ្ជាក់ថាដោយសារមូលហេតុនេះក្រុមហ៊ុនមិនបានផ្ដល់សិទ្ធិអំណាចឲ្យលោកក្នុងការគ្រប់គ្រងសម្រាប់ការងារឬពាក់ព័ន្ធនឹងចំណូលចំណាយនិងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយក្រៅពីនេះអ្នកអង្គការហ៊ុនតូក៏បានលើកឡើង5ចំណុចដើម្បីបញ្ជាក់ថាលោកមិនពាក់ព័ន្ធនឹងការប្រតិបត្តិការរបស់ក្រុមហ៊ុន Hui Won Phe ចំណុចទី1លោកមិនដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំឬមហាសន្និបាតម្ចាស់ភាគហ៊ុនណាមួយឡើយចំណុចទី2លោកមិនដែលតែងតាំងតំណាងណាម្នាក់ឲ្យធ្វើជាតំណាងភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនទេចំណុចទី3លោកមិនធ្លាប់ទទួលបានប្រាក់ចំណេញប្រាក់ភាគលាភឬទ្រព្យសម្បត្តិណាមួយពីក្រុមហ៊ុនឡើយចំណុចទី4លោកមិនដែលចូលរួមបោះឆ្នោតឬអនុម័តកិច្ចការផ្សេងៗរបស់ក្រុមហ៊ុនទេនិងចំណុចទី5លោកក៏មិនធ្លាប់ទទួលបានព័ត៌មានអំពីប្រតិបត្តិការរបស់ក្រុមហ៊ុនដែរជាមួយគ្នានេះលោកហ៊ុនតូបានបញ្ជាក់ថាកាលពីថ្ងៃទី1 ខែតុលាឆ្នាំ2025ក្រុមហ៊ុនជំរះបញ្ជី Rich និង Partner ដែលទទួលស្គាល់ដោយធនាគារជាតិកម្ពុជាបានបញ្ចប់នីតិវិធីជំរះបញ្ជីនិងចេញរបាយការណ៍ចុងក្រោយស្ដីពីការទូទាត់សំណងរវាងម្ចាស់បំណុលនិងគ្រឹះស្ថាន Hui Won Phe តាមរបាយការណ៍នេះបន្ទាប់ពីទូទាត់សងម្ចាស់បំណុលរួចរាល់គ្រឹះស្ថាន Hui Won Phe នៅសល់សាច់ប្រាក់សុទ្ធជាង$1 លានប្រាក់ដែលនៅសេសសល់ត្រូវបានបែងចែកទៅឲ្យម្ចាស់ភាគហ៊ុនដែលពាក់ព័ន្ធនិងទទួលខុសត្រូវលើប្រតិបត្តិការរបស់ក្រុមហ៊ុនកន្លងមកលោកហ៊ុនតូអះអាងថាលោកមិនបានទទួលចំណែកប្រាក់ណាមួយពីការបែងចែកនេះទេព្រោះលោកមិនមែនជាម្ចាស់ភាគហ៊ុនដែលពាក់ព័ន្ធនឹងការប្រតិបត្តិការរបស់ក្រុមហ៊ុនលោកក៏បានបញ្ជាក់ថាលោកត្រៀមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងត្រៀមផ្ដល់ឯកសារឬភស្តុតាងនានាតាមតម្រូវការផ្លូវច្បាប់គូបញ្ជាក់ផងដែរថាអតិថិជនរបស់ក្រុមហ៊ុន Hui Won Phe ដែលមានជនជាតិចម្រុះបានប្រមូលផ្ដុំគ្នាតវ៉ាជាច្រើនលើកនៅមុខធនាគារជាតិកម្ពុជាដើម្បីទាមទារឲ្យមានការទូទាត់សងប្រាក់របស់ពួកគេវិញប៉ុន្តែការតវ៉ាកាលពីថ្ងៃទី27 ខែមេសាឆ្នាំ2026បានក្លាយជាអំពើហិង្សាបណ្ដាលឲ្យមានអ្នករងរបួសនិងមនុស្សមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយមកនៅថ្ងៃទី30 ខែមេសាឆ្នាំ2026អតិថិជន Hui Won Phe ចំនួន2នាក់ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមនិងរារាំងចរាចរណ៍សាធារណៈការចោទប្រកាន់នេះធ្វើឡើងក្រោយពួកគេនិងបកពួករៀបចំការប្រមូលផ្ដុំតវ៉ានៅមុខធនាគារជាតិកម្ពុជាតាមបណ្ដោយផ្លូវហាណូយសូមបញ្ជាក់បន្ថែមថាវិបត្តិរបស់ក្រុមហ៊ុន Hui Won Phe គឺជាបញ្ហាដ៏រសើបមួយដែលពាក់ព័ន្ធនឹងការបង្កកប្រាក់របស់អតិថិជននិងការចោទប្រកាន់ពីបទលាងលុយកខ្វក់បញ្ហានេះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់សាធារណជនលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលកន្លងមកអតិថិជនមួយចំនួនដែលបានដាក់ប្រាក់នៅក្រុមហ៊ុន Hui Won Phe មិនអាចដកប្រាក់របស់ខ្លួនវិញបានឡើយដោយសារបញ្ហានេះពួកគេបាននាំគ្នាចេញតវ៉ាទាមទារដំណោះស្រាយប៉ុន្តែការតវ៉ាមួយចំនួនត្រូវបានរារាំងហើយថែមទាំងកើតមានអំពើហិង្សាទៀតផងជាមួយគ្នានេះរបាយការណ៍របស់បណ្ដាញ FinCEN របស់សហរដ្ឋអាមេរិកបានរកឃើញថាក្រុមហ៊ុន Hui Won Group ត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពលាងលុយកខ្វក់រាប់ពាន់លានដុល្លារនិងផ្ដល់សេវាកម្មដល់ក្រុមអ ுக ្រិតចក្រក្រោយពីមានការដាក់បញ្ចូលក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកក៏មានសកម្មភាពរុះរើផ្លាកយីហោរបស់ Hui Won Phe ចេញពីទីតាំងមួយចំនួននៅកម្ពុជាទន្ទឹមនឹងនេះលោកហ៊ុនតូដែលមានឈ្មោះជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននេះបានចេញមុខបំភ្លឺកាលពីថ្ងៃទី6 ខែឧសភាឆ្នាំ2026ថាលោកពិតជាធ្លាប់មានភាគហ៊ុន 30% នៅក្នុងក្រុមហ៊ុនមែនប៉ុន្តែលោកបានបាត់បង់សិទ្ធិក្នុងការចាត់ចែងនិងគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនតាំងពីដើមមក